ក្រសួងការបរទេសចិនបានឲ្យដឹងកាលពីថ្ងៃច័ន្ទទី22ខែធ្នូថាប្រទេសចិនបានដាក់ពាក្យបណ្ដឹងការទូតទៅកាន់ប្រទេសជប៉ុនពាក់ព័ន្ធទៅនឹងទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់នៃគណៈបកប្រជាធិបតេយ្យសេរី LDP ដែលជាគណៈបកកាន់អំណាចរបស់ជប៉ុនដែលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ខណៈដែលទំនាក់ទំនងរវាងប្រជាជាតិអាស៊ីបូព៌ាទាំងពីរនេះកំពុងមានភាពតានតឹងអ្នកនាំពាក្យក្រសួងការបរទេសចិនលោកលីជៀននិយាយថាចិនប្រឆាំងទៅដាច់ខាតហើយបានដាក់ចេញនៃការតវ៉ាយ៉ាងម៉ឺងម៉ាត់ទៅកាន់ភាគីជប៉ុនដោយលោកបានជំរុញឲ្យជប៉ុនពិចារណាឲ្យបានស៊ីជម្រៅអំពីកំហុសរបស់ខ្លួនប្រធានាធិបតីតៃវ៉ាន់លោកតៃជីងតេបានទទួលស្វាគមន៍អគ្គលេខាធិការរងប្រតិបត្តិនៃគណៈបក LDP លោកកូអ៊ីឈីហាកូអ៊ូដានៅការិយាល័យប្រធានាធិបតីនៅក្នុងទីក្រុងតៃប៉េកាលពីថ្ងៃច័ន្ទនិងបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងទីក្រុងតៃប៉េនិងទីក្រុងតូក្យូដើម្បីជួយរក្សាស្ថិរភាពនៅក្នុងតំបន់និងជំរុញ Indo-Pacific ដែលសេរីនិងបើកចំហលោកឡៃបានបន្តថាលោកសង្ឃឹមថាភាគីទាំងពីរនឹងចាប់ដៃគ្នារួមគ្នានិងគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានារួមមានយុទ្ធសាស្ត្រភាពជាដៃគូនៅក្នុងតំបន់សន្តិសុខសេដ្ឋកិច្ចនិងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់លោកក៏បានជំរុញឲ្យបណ្ដាប្រទេសប្រជាធិបតេយ្យឈរជាមួយគ្នាដើម្បីកុំឲ្យគេកម្ចាត់ម្ដងម្នាក់បានដំណើរទស្សនកិច្ចរបស់លោក Hakuda កើតឡើងនៅក្នុងពេលដែលទំនាក់ទំនងការទូតរវាងតូក្យូនិងប៉េកាំងកំពុងស្ថិតនៅក្នុងកម្រិតទាបបំផុតនៅក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសានេអ៊ីតាកេជីបានលើកឡើងថាការវាយប្រហារណាមួយរបស់ចិនលើកោះតៃវ៉ាន់អាចនឹងជំរុញឲ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូប្រទេសចិនបានឆ្លើយតបយ៉ាងខ្លាំងក្លានិងបានដាក់សម្ពាធរហូតមេដឹកនាំជប៉ុនដកសម្ដីវិញ